តើបងប្អូនជំហានដំបូងនេះកញ្ចក់គាត់វែងហើយកញ្ចក់គាត់ហ្នឹងកញ្ចក់មែនទេណាបងប្អូនកាលដែលគាត់មកធ្វើខ្ញុំដំបូងគាត់អត់មានកញ្ចក់សោះខ្ញុំពាក់ធិបឲ្យគាត់ប្រហែលជា4ដងចាគាត់មក3អាទិត្យម្ដងណាចាហើយបន្ទាប់ពីនឹងមកដោះធិបចេញទៅខ្ញុំអត់ឲ្យគាត់ពាក់ទៀតទេខ្ញុំឲ្យគាត់ start ពីកញ្ចក់ខ្លីៗមករហូតឥឡូវកញ្ចក់គាត់ហ្នឹងគឺថារឹងមាំមែនទេបងប្អូនកញ្ចក់គាត់ឡងមាំហ្មងហើយឡងវែងចាហើយគាត់ចូលចិត្តណាស់កញ្ចក់គាត់វែងចឹងហើយថ្ងៃនេះគាត់គាត់ប្រាប់ថាយករៀងស្រួលជាងរាល់ដងព្រោះវាចិត្តបន Halloween ចិត្តបនខ្មោចនៅស្រុកគេចាហើយដំបូងហ្នឹងយើងចាប់ផ្ដើមរស់រៀងអីចឹងមកបងប្អូនចារស់ឲ្យស្អាតអីចឹងមកចាំយើងចាប់ផ្ដើមដាក់ទឹកទី1ដាក់អីចឹងទៅចាបន្ទាប់ពីយើងរស់រៀងស្អាតហើយយើងចាប់ផ្ដើមត្បាល់ជុំវិញកញ្ចក់យើងហ្នឹងយើងត្បាល់វាឲ្យដាច់ស្អាតដោយរាល់ដងដែលយើងធ្វើហ្នឹងយើងព្យាយាមធ្វើមិនឲ្យស្អាតហើយខ្ញុំប្រើជ្រឿលទូចមួយនេះព្រោះជ្រឿលទូចមួយនេះសម្រាប់ភ្ញៀវខ្ញុំដែលគាត់អត់សូវមានពណ៌សនៅជាប់លើកញ្ចក់គាត់ច្រើនចឹងខ្ញុំប្រើទូចមួយនេះហើយចាព្រោះវាអត់ស៊ីកញ្ចក់ភ្ញៀវខ្លាំងហើយអត់ធ្វើឲ្យកញ្ចក់ភ្ញៀវស្ដើងចាហើយវាជ្រឿលបានស្អាតទៀតវារំលែងសាច់តិចកេមអីនៅជុំវិញកញ្ចក់យើងហ្នឹងវារំលែងបានល្អចាប្រើមួយនេះល្អមែនទែនហើយស្បែករៀងក្រិនអីយើងអាចយកអាហ្នឹងទៅរុះបានណាបងប្អូនអត់ស្គីសាច់ទេហើយអាហ្នឹងអត់ឈឺសាច់ទេចាឃើញទេចាយើងអាចលួចរុះវាតិចចឹងមកចាបន្ទាប់ពីជ្រឿជុំវិញកញ្ចក់បានស្អាតហើយយើងបោះវាឲ្យស្អាតមកណាបងប្អូនបោះវាតិចលើកញ្ចក់ឲ្យស្អាតហើយចាប់ផ្ដើមដាក់ទឹកទី1ចាទឹកទី1វាឲ្យបានជុំវិញកញ្ចក់ព្រោះការពារកញ្ចក់ភ្ញៀវមានប្រេងទឹកទី2យើងលេបតែពាក់កណ្ដាលកញ្ចក់ឯណាបងប្អូនចាលេបពាក់កណ្ដាលកញ្ចក់បងប្អូនបញ្ជាក់ម្ដងទៀតបងប្អូនលេបមួយច្រលក់មួយកុំលេបដូចខ្ញុំព្រោះពេលខ្លះទៅបងប្អូនលេបទាំង5រៀមច្រលក់បងប្អូនដៃថ្មីគាត់នៅរៀងយឺតអញ្ចឹងវាធ្វើឲ្យទឹកទី2ហ្នឹងវាស្ងួតអញ្ចឹងវាស្ងួតទៅបងប្អូនច្រលក់ម្សៅអត់ជាប់ទេចាអញ្ចឹងបងប្អូនលេបមួយច្រលក់មួយចាបន្ទាប់ពីដាក់ឃ្លីហើយយើងបោះឲ្យស្អាតហើយទឹកទី2ដដែលយើងយកមកលេបពេញកញ្ចក់តែកុំដាក់ដល់គល់ពេកចាយើងទុកប្រប៉ិនសរសៃសក់ឲ្យឃ្លាតពីគល់កញ្ចក់តិចមកហើយចាំយើងច្រលក់ឲ្យលេបហ្នឹងបងប្អូនព្យាយាមទាញទឹកទី2ហ្នឹងយើងទាញវាឲ្យស្ដើងស្អាតល្អមកហើយចាំបើមានប្រឡាក់គៀនហ្នឹងបងប្អូនជួយដៃគៀតិចមកណាចាហើយយើងលេបមួយច្រលក់មួយចឹងបានខ្ញុំបញ្ជាក់តាំងពីវីដេអូមុនខ្ញុំប្រាប់ថាបងប្អូនដៃថ្មីយើងលេប1រៀមយើងច្រលក់1រៀមទៅយើងកុំធ្វើដូចគេអ្នកស្ទាត់ជំនាញលេបម្ដងទាំង5រៀមចាអញ្ចឹងយើងលេបមួយច្រលក់មួយលេបមួយច្រលក់មួយទៅកិច្ចការយើងបានស្អាតផងចានេះជាជាន់ទី2ខ្ញុំលេបម្ដង2រៀមច្រលក់ម្ដងចាជាន់ទី2ហ្នឹងបងប្អូនអាចប្រើម្ដងលេបម្ដង2ច្រលក់ម្ដងក៏បានដែរចាព្រោះយើងមានជាន់ទី1ហ្នឹងវាជាប់ជាមួយនឹងកញ្ចក់យើងហើយអញ្ចឹងវាជាតិប្រេងជាតិអីក៏វាអត់មាននៅលើកញ្ចក់ហ្នឹងទៀតដែរចានិយាយរួមទៅពណ៌ហ្នឹងគឺវាអាចជាប់បានល្អហើយអញ្ចឹងបងប្អូនលេប2រៀមច្រលក់2រៀមចាធ្វើអញ្ចឹងទៅហើយរហូតដល់ជាន់ទី3ខ្ញុំលេបម្ដង3រៀមខ្ញុំច្រលក់ម្ដង3រៀមម្ដង2រៀមចាយើងលេបប៉ុន្តែយើងទាញព្យាយាមទាញទឹកនឹងឲ្យស្ដើងហើយកុំឲ្យហៀលើសាច់ចាព្រោះពណ៌ខ្មៅក៏បាត់តិចដែរបងប្អូនសូម្បីតែខ្ញុំហ្នឹងក៏នៅមានប៉ះនៅលើស្បែកខ្លះដែរចាបន្ទាប់មកចាខ្ញុំលេប2រៀមទៀតហើយខ្ញុំច្រលក់2រៀមហ្នឹងរួចខ្ញុំចាប់ផ្ដើមច្រលក់ម្សៅទៀតប៉ុន្តែយើងអត់លេបទឹកទី2ទៀតទេណាបងប្អូនចាយើងច្រលក់ចាយើងចាប់ផ្ដើមច្រលក់ទាំង5រៀមដើម្បីអីដើម្បីឲ្យពណ៌ហ្នឹងវារៀងមាំបន្តិចព្រោះបើយើងធ្វើស្ដើងហើយយើងច្រលក់ទាំង5រៀមក៏អត់អីចាបន្ទាប់មកយើងបោះឲ្យស្អាតយើងដាក់ទឹកទី3ដាក់ទឹកសម្ងួតណាបងប្អូនដាក់ព្យាយាមឲ្យបានជុំវិញពេញកញ្ចក់ទាំងអស់ហើយពណ៌ខ្មៅខ្ញុំរីខមមិនឲ្យបងប្អូនទឹកទី3ហ្នឹងបងប្អូនដាក់2ជាន់ព្រោះជាពិសេសខែណាខែត្រជាក់នៅខាងតំបន់ខ្ញុំចាប់ផ្ដើមត្រជាក់អញ្ចឹងពណ៌ខ្មៅហ្នឹងគឺថាក្រស្ងួតមែនទែនបងប្អូនហើយបើរើស brand អត់ត្រូវទៀតគឺថាពិបាកធ្វើជាងគេហ្មងពណ៌ខ្មៅចាអញ្ចឹងយើងលេបទឹកសម្ងួតហ្នឹងយើងលេប2ជាន់អញ្ចឹងទៅបងប្អូនចាយើងលេប1ជាន់ពី5រៀមហើយយើងបកមកលេបម្ដងទៀតចាដើម្បីការពារពេលយើងហ្វាល់ទៅវាអត់ដាច់ពណ៌បងប្អូនរុះកញ្ចក់ភ្ញៀវយករៀងបងប្អូនពេលយើងរុះកុំសង្កត់ឲ្យសោះចាបងប្អូនតែយើងសង្កត់គឺធ្វើឲ្យសាច់ភ្ញៀវនឹងសគីហើយពេលខ្លះក៏ដាច់ចេញឈាមដែរអញ្ចឹងបងប្អូនធ្វើថាខ្ញុំបងប្អូនឃើញខ្ញុំអញ្ចឹងខ្ញុំអត់សង្កត់ទេចាខ្ញុំធ្វើថាហើយយើងរុះហ្នឹងយើងជួយយកមេដៃហើយនឹងម្រាមដៃដែលយើងកាន់ទុកហ្នឹងយើងទុកឲ្យនឹងហើយពេលដែលយើងរុះយើងដាក់ធ្វើម៉េចឲ្យហ្វាល់យើងហ្នឹងនៅលើសាច់យើងអញ្ចឹងទៅវាអត់អាចជួយវាជួយឲ្យសាច់ភ្ញៀវអូនិយាយចង់ចប់មកចាអត់សគាចាពេលយើងធ្វើចានេះបន្ទាប់ពីខ្ញុំច្រលក់ម្សៅរួចវាបាត់រៀងខ្លះចឹងយើងក៏សេរីស្រង់វាសះឡើងវិញមកចាហ្នឹងហើយយើងសេរីស្រង់យករៀងចាបន្ទាប់មកយើងចាប់ផ្ដើមត្បាល់ជុំវិញកញ្ចក់ចាពេលដែលយើងត្បាល់វាហ្នឹងបងប្អូនមេដៃរបស់យើងហ្នឹងយើងលួចទាញសាច់ភ្ញៀវឡើងទៅលើតិចចាអញ្ចឹងទៅពេលយើងត្បាល់ហ្នឹងវាអត់គៀបសាច់ភ្ញៀវធ្វើឲ្យសាច់ភ្ញៀវសគាឬក៏ឈាមចាអញ្ចឹងមេដៃយើងហ្នឹងលួចទាញស្បែកដៃភ្ញៀវហ្នឹងឡើងតិចអញ្ចឹងទៅហើយគៀនហ្នឹងក៏យើងទាញចេញមកតិចចាហើយពេលដែលយើងត្បាល់ហ្នឹងយើងហ្វាល់វាហ្នឹងកុំសង្កត់បងប្អូនចាយើងកុំសង្កត់ហើយយើងហ្វាល់ថាហើយធ្វើមួយបងប្អូនជាពិសេសជុំវិញខ្ជូតកូនហ្នឹងបងប្អូនធ្វើមួយកុំបញ្ញាពេកចា
ព្រោះយើងទៅធ្វើដំបងអញ្ចឹងតែបញ្ញាពេកគឺដាច់សាច់ភ្ញៀវឈាមហើយពេលយើងត្បាល់ហ្នឹងអាធូលហ្នឹងបងប្អូនអាជ្រឿលហ្នឹងយើងដាក់ផ្ដេកចាយើងកុំដាក់ប្រឈួរតែយើងដាក់ប្រឈួរក៏ដាច់សាច់ភ្ញៀវឈាមដែរអញ្ចឹងយើងដាក់ផ្ដេកជ្រឿលហ្នឹងយើងត្រូវតែផ្ដេកអញ្ចឹងផ្ដេកវាហើយយើងជ្រឿលវាអូននិយាយចង់ចប់មកចាយើងជ្រឿលវាថាហើយបើយើងជ្រលក់ស្ដើងអញ្ចឹងបងប្អូនឃើញខ្ញុំជ្រឿលតែមួយផ្លេតគឺហើយយើងអត់ត្រូវការជ្រឿលយូរទេចាបន្ទាប់ពីយើងហ្វាល់អីស្អាតមកចាប់ផ្ដើមបោកលើកញ្ចក់ភ្ញៀវដើម្បីឲ្យកញ្ចក់ហ្នឹងវាស្មូតល្អបងប្អូនហើយកុំបោកខ្លាំងបងប្អូនតែបោកខ្លាំងហើយសង្កត់ខ្លាំងក៏ធ្វើឲ្យសាច់កញ្ចក់ភ្ញៀវហ្នឹងក្តៅដែរចាអញ្ចឹងយើងបោកថាឲ្យទៅអស់កតិកទីហើយឲ្យចាំឲ្យភ្ញៀវទៅលាងដៃចាយើងបោកតិចអញ្ចឹងមកសេរីស្រង់វាអញ្ចឹងតិចមកកុំសង្កត់ខ្លាំងពេកចាបន្ទាប់មកយើងលេប base coat gel ចាបងប្អូនលេប gel top coat និង base coat ណាចាយើងលេប base coat gel យើងទាញឲ្យស្ដើងហើយបានជុំវិញកញ្ចក់ល្អមកកុំឲ្យវាលើស្បែកភ្ញៀវចាយើងទាញវាឲ្យស្អាតចាំមកដាក់ជុំវិញហើយយើងហើយរយៈពេល60វិនាទីបន្ទាប់មកចាំយើងដាក់ top coat ចាដាក់ top coat ពីលើធ្វើអញ្ចឹងបានខ្ញុំរបៀបធ្វើរបស់អ្នកខ្ញុំភ្ញៀវចង់បានយូរហើយវាអត់លឹបលាស់ល្បើបងប្អូនចាអរគុណច្រើន